បានហើយលោកស៊ូឪពុករបស់អ្នកនឹងភ្ញាក់ឡើងក្នុងពេលឆាប់នេះបើគាត់មានបំណងចុងក្រោយអ្វីមួយសូមបំពេញវាក្នុងរយៈពេល1សប្តាហ៍នេះ ប្រធានមានអ្វីមិនប្រក្រតីសម្ពាធឈាមនិងជីពចររបស់អ្នកជំងឺកំពុងធ្លាក់ចុះយ៉ាងខ្លាំង អ្វី តើយើងត្រូវធ្វើម៉េចប្រធានវាធ្លាក់លឿនពេកហើយបើបន្តបែបនេះអ្នកជំងឺនឹងស្លាប់ភ្លាម ប្រធានវាងតើមានរឿងអ្វីកើតឡើងអ្នកមិនបាននិយាយទេថាឪពុកខ្ញុំអាចរស់យ៉ាងហោចណាស់1សប្តាហ៍ ខ្ញុំនេះចប់ហើយនេះគឺជាប្រតិកម្មបដិសេធ វានឹងមានផលវិបាកអ្វី ថ្នាំនឹងមិនអាចដំណើរការបានទេហើយលោកស៊ូនឹងស្លាប់យ៉ាងលឿនដោយសារប្រតិកម្មបដិសេធនេះ អ្វី ប្រធានអ្នកជំងឺកំពុងបរាជ័យសរីរាង្គជាច្រើនពួកយើងត្រូវធ្វើម៉េច ថ្នាំប្រឆាំងវិទ្យុសកម្មគឺជាថ្នាំពិសេសវាមានអត្ថប្រយោជន៍ជាច្រើនវាអាចសម្លាប់កោសិកម្មហារិកទាំងស្រុងហើយក៏អាចព្យាបាលការបរាជ័យសរីរាង្គជាច្រើនបានដែរ លឿនឲ្យពុកអ្នកញ៉ាំថ្នាំនេះគាត់នៅអាចសង្គ្រោះបានលឿនឲ្យពុកអ្នកញ៉ាំវាទៅគាត់នៅមានសង្ឃឹម ឈួតហើយរបស់ដែលមិនដឹងប្រភពបែបនេះអ្នកហ៊ានយកមកឲ្យលោកស៊ូលេនេះគឺកំពុងយកជីវិតលោកស៊ូមកលេងសើច អ្នកជំងឺចិត្តស្លាប់ហើយតែអ្នកនៅខ្វល់ពីប្រភពថ្នាំទៀតឬ អ្នកពិតមាត់ខ្ញុំជាគ្រូពេទ្យទទួលខុសត្រូវរបស់លោកស៊ូត្រូវព្យាបាលយ៉ាងណាត្រូវតែស្ដាប់ខ្ញុំ មិនថាវាមកពីណាទេបើអាចជួយសង្គ្រោះជីវិតបានគ្រប់គ្រាន់ហើយឬអំណាចនិងកិត្តិយសរបស់អ្នកសំខាន់ជាងជីវិតមនុស្ស ខ្ញុំមិនខ្វល់ទេត្រូវព្យាបាលតាមវិធីរបស់ខ្ញុំបើអ្នកនៅតែបង្ករឿងនៅទីនេះខ្ញុំនឹងហៅប៉ូលីសចាប់អ្នកពីបទឧក្រិដ្ឋកម្ម ខ្ញុំសួរអ្នកប្រើវិធីព្យាបាលរបស់អ្នកប្រើអំណាចជាអ្នកជំនាញរបស់អ្នកឥឡូវនេះភ្លាមនាំឪពុកខ្ញុំត្រឡប់ពីមាត់ស្លាប់មកវិញបានទេអ្នកអាចធ្វើបានទេ លោកស៊ូនេះជំងឺនេះយ៉ាងហោចណាស់ក៏មិនអាចត្រឡប់វិញបានដែរវិទ្យាសាស្ត្រមិនមែនជាវេទមន្តទេខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយ បើកអស់ពីសមត្ថភាពរបស់អ្នកគ្រាន់តែឲ្យឪពុកខ្ញុំរងចាំស្លាប់អញ្ចឹងចាប់ពីពេលនេះទៅការព្យាបាលរបស់អ្នកត្រូវបានបញ្ឈប់មិនអាចលាក់ស្ថានភាពបានទេត្រូវតែសាកល្បងឱកាសដែលល្អជាងនេះ បើអ្នកជំងឺលេបថ្នាំចៃដន្យហើយមិនជាសះស្បើយនោះស្មើនឹងការសម្លាប់មនុស្សខ្ញុំអាចហៅប៉ូលីសចាប់អ្នកបានពួកអ្នកនឹងត្រូវជាប់គុកអស់មួយជីវិត ប្រធានសម្ពាធឈាមនិងជីពចររបស់អ្នកជំងឺបានត្រឡប់មកធម្មតាវិញហើយប្រធានមិនត្រឹមតែសម្ពាធឈាមនិងជីពចរទេសូម្បីតែលទ្ធផលបរាជ័យសរីរាង្គក៏កំពុងប្រសើរឡើងយ៉ាងលឿន នេះពិតជាអភូតហេតុមែន